ប្រធានបទទី6ជាងប៉ាន់ដំដីជារូបផ្សេងតាមចិត្តខ្លួនប៉ាន់យ៉ាងណាកម្មដែលបុគ្គលសាងទុកខ្លួនឯងក៏ប៉ាន់មនុស្សឲ្យមានភាវៈផ្សេងតាមលក្ខណៈនៃកម្មរបស់ខ្លួនយ៉ាងនោះដែរភាសិតទី34នៃអារម្មភបទស្រីហេតោបទេរាប់ថាជាក្បួនតម្រាប់ច្បាប់តម្រាប្រកបដោយសារគតិសម្រាប់សាងគំនិតប្រាជ្ញាស្មារតីនៃអ្នកសិក្សាយ៉ាងប្រសើរព្រោះបានប្រាប់ដំណើរទំនងគន្លងកលកិច្ចល្បិចជីវិតដែលប្រព្រឹត្តទៅបែបណានៃសង្គមក្រុមមនុស្សនិងបណ្ដោះបំភ្លឺហេតុផលក្នុងបញ្ហាផ្សេងយ៉ាងល្អិតល្អបើគេសិក្សាយល់ស្គាល់នៃច្បាស់លាស់ក៏អាចជាពន្លឺនៃជីវិតបានយ៉ាងពិសេសសុភាសិតជាប្រធានខាងលើនេះក៏រាប់ថាជាមតិមួយនាំឲ្យមានកំណើតកើតគំនិតគិតឃើញសេចក្តីពិតបានដោយអធិប្បាយតទៅនេះជាងសូនជាតិដីជ្រាយឲ្យកើតទៅជារូបអ្វីហៅថាជាងប៉ាន់អាចយកដុំដីមកប៉ាន់ធ្វើជារូបសត្វនានាបក្សីរូបគោក្របីដំរីសេះរទេះឡានចានឆ្នាំងប៉ាំងប៉ោតនិងរូបផ្សេងទៀតដែលមានលក្ខណៈធំតូចខ្ពស់ទាបល្អអាក្រក់តាមចិត្តចង់ចំណង់យ៉ាងណាក៏អាចប៉ាន់ឲ្យទៅជាយ៉ាងនោះបានមានសន្តានលក្ខណៈតាមសេចក្តីចង់របស់ខ្លួនរឿងជាងប៉ាន់នេះយ៉ាងណាកម្មគឺអំពើល្អក្តីអាក្រក់ក្តីមិនល្អក្តីមិនអាក្រក់ក្តីដែលបុគ្គលសាងទុកពលគឺធ្វើដោយខ្លួនឯងក៏អាចប៉ាន់មនុស្សឲ្យមានសភាវៈផ្សេងគឺឲ្យទៅជាអ្វីតាមលក្ខណៈនៃកម្មគឺអំពើរបស់ខ្លួនយ៉ាងនោះដែរសេចក្តីនេះប្រែថាអំពើដែលបុគ្គលធ្វើទុកខ្លួនឯងគឺមិនខុសពីជាងប៉ាន់ឡើយពលគឺអាចសិតសូនខ្លួនឲ្យទៅជាយ៉ាងណាតាមសេចក្តីត្រូវការយ៉ាងណាមិញយ៉ាងនេះគឺបើខ្លួនចង់ឲ្យខ្លួនទៅជាអ្នកមានចំណេះចេះដឹងជាអ្នកប្រាជ្ញបញ្ញវន្តក្នុងផ្នែកវិជ្ជាណាមួយក៏អាចបានសម្រេចដូចបំណងដោយកម្មគឺអំពើធ្វើសាងសិក្សានៅវិជ្ជានោះបើខ្លួនចង់សាងទុកគឺធ្វើអំពើលួចប្លន់ដែលហៅថាចោរកម្មក៏អាចคล้ายទៅជាចោរបើខ្លួនធ្វើការលក់ដូរជួញប្រែក៏คล้ายខ្លួនទៅជាឈ្មួញឬហៅថានាចពាណិជ្ជបើខ្លួនសាងគឺធ្វើអំពើសាបព្រោះបណ្ដោះដាំដំណាំផ្សេងដែលហៅថាកសិកម្មខ្លួនក៏អាចមានឈ្មោះថាកសិករបើខ្លួនធ្វើអំពើវេកវេបំបះបំបោប្រឆាំងនឹងជាតិសាសនារាជបល្ល័ង្កក៏คล้ายខ្លួនទៅជាមនុស្សក្បត់ជាតិសាសនារាជបល្ល័ង្កបើខ្លួនធ្វើអំពើសាងជាតិជួយជាតិស្មោះត្រង់ចំពោះជាតិក៏មានឈ្មោះថាអ្នកស្នេហាជាតិបើខ្លួនធ្វើអំពើល្អប្រសើរដូចធ្វើទានសិលភាវនាក៏គឺសិតសូនប៉ាន់ខ្លួនឲ្យទៅជាមនុស្សល្អសពបុរសបណ្ឌិតសន្តិបុគ្គលបើខ្លួនសាងអំពើកំណាញ់ស្វិតឥតធ្វើទានគ្មានរក្សាសិលខ្ជិលបំពេញភាវនាគ្មានសទ្ធាក្នុងកុសលកម្មត្រេកអរតែនឹងអកុសលកម្មខ្លួនក៏ទៅជាមនុស្សពាលអសពបុរសលៈនឹងលៈដូច្នេះអាចឃើញបានថាកម្មដែលបុគ្គលសាងទុកខ្លួនឯងពលគឺធ្វើសន្សំខ្លួនឯងយ៉ាងណាខ្លួនឯងនិងអំពើរបស់ខ្លួននោះអាចសិតសាងខ្លួនឲ្យមានភាវៈផ្សេងតាមលក្ខណៈនៃកម្មរបស់ខ្លួនដូចជាជាងប៉ាន់ដំដីជារូបផ្សេងតាមចិត្តខ្លួនចង់ដូច្នោះឯងគេអាចជំទាស់ថាមិនមែនខ្លួនឯងនិងអំពើរបស់ខ្លួនជាអ្នកសាងខ្លួនឲ្យបានជាយ៉ាងណាតាមចំណង់នោះទេស្រេចតែព្រំលិខិតឬអាទិទេវៈលិខិតគូមកយ៉ាងណាមនុស្សក៏ទៅជាយ៉ាងនោះឬថាកម្មពិភពជាតិទេដែលធ្វើមនុស្សឲ្យទៅជាអ្វីពំនោះថាមកពីចៃដន្យហេងសួយជាអ្នកឆ្នៃមនុស្សឲ្យទៅជាយ៉ាងណាបដិបមតិទាំងនេះមិនអាចយកជាការច្បាស់លាស់បានទេព្រោះព្រំលិខិតឬទេវលិខិតគឺការគូសក្រិតជីវិតមនុស្សនៃព្រះព្រំឬព្រះអាទិទេពមែននោះម្ល៉េះមនុស្សមិនអាចធ្វើអ្វីឲ្យកើតតាមបំណងឡើយរីឯកម្មពិភពជាតិក៏មិនអាចខាត់អំពើដែលមនុស្សធ្វើបានដែរឧទាហរណ៍មនុស្សធ្វើអំពើល្អពិភពជាតិកើតក្នុងត្រកូលល្អមនុស្សធ្លាប់សិក្សាពិភពជាតិកើតមកមានលក្ខណៈឆ្លាតជាដើមប៉ុន្តែត្រូវតែធ្វើអំពើក្នុងបច្ចុប្បន្នតទៅទៀតពលគឺរៀនរកប្រព្រឹត្តល្អក៏នឹងកាន់តែល្អឡើងប៉ុន្តែបើធ្វើអំពើខ្ជិលច្រអូសមិនរៀនមិនរកមិនប្រព្រឹត្តល្អក៏មិនអាចចេះដឹងមានស្ដុកស្ដំឬទៅជាមនុស្សល្អបានឡើយដូច្នេះឃើញថាកម្មពិភពជាតិត្រូវរុញច្រានពលគឺខ្លួនធ្វើក្នុងបច្ចុប្បន្នតទៅទៀតបើបានលទ្ធផលល្អអ្នកក្រអ្នកល្ងងអ្នកអាក្រក់
អាចទៅជាអ្នកចេះអ្នកមានអ្នកល្អដោយអំពើដែលខ្លួនសាងក្នុងបច្ចុប្បន្នក៏អាចកែភាពវិបត្តិខ្លួនបានដែរអាចគំនិតថាមកពីចៃដន្យឬហេងសួយក៏យកជាមេគំនិតត្រឹមត្រូវច្បាស់លាស់មិនបានឡើយព្រោះស្ថិតនៅក្នុងគំនិតស្មានហេតុនេះគំនិតដែលត្រូវហើយមានប្រយោជន៍ច្បាស់លាស់គឺអំពើដែលបុគ្គលធ្វើទុកខ្លួនឯងយ៉ាងណាក៏អាចច្នៃសាងខ្លួនឲ្យបានទទួលផលយ៉ាងនោះតាមលក្ខណៈនៃកម្មគឺអំពើរបស់ខ្លួនដោយសុភាសិតជាប្រធានបានពោលមកយ៉ាងនេះឯងសុភាសិតក្នុងស្រីហិតោបទេសជាប្រធានខាងលើអាចហុចផលផ្ដល់គំនិតឲ្យមនុស្សជឿខ្លួនឯងសាងខ្លួនឯងឬខ្លួនបានផលល្អឬអាក្រក់យ៉ាងណាក៏ព្រោះអំពើរបស់ខ្លួនដែលធ្វើខ្លួនឯងជាសុភាសិតដែលអាចនាំឲ្យមនុស្សភ្ញាក់កំណើតកើតគំនិតក្នុងការខំករៀងសាងខ្លួនឲ្យទៅជាមនុស្សគ្រាន់បើប្រសើរបានមិនពឹងផ្អែកលើព្រហ្មលិខិតឬកម្មពិភពជាតិឬចៃដន្យនោះឡើយចប់អត្ថបទទី6តែប៉ុណ្ណេះ